បាទអរគុណជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទថ្ងៃនេះគឺខ្ញុំសូមបង្ហាញខ្លះតកតងទៅនឹងខ្សែដែលនាំឲ្យមានការខាតបង់ហើយយើងអាចស្វែងរកប្រភពនៃការខាតបង់នោះបានផងដែរបាទព្រោះជាធម្មតាការខាតបង់យើងវាអាចខាតបង់មកពីខ្លួនឯងបើការសម្រេចចិត្តខុសដោយខ្លួនឯងអាចខាតបង់មកពីដៃគូឬក៏មនុស្សដែលខ្លួនឯងស្រឡាញ់ឬក៏អាចខាតបង់មកពីបញ្ហាផ្សេងៗប៉ុន្តែនៅក្នុងដៃយើងក៏យើងអាចមើលដឹងខ្លះផងដែរព្រោះបើតែយើងមិនអាចមើលបានជាទូទៅប៉ុន្តែយើងអាចមើលបានខ្លះផងដែរតើតើទៅនឹងខ្សែខាត់បងភាគច្រើនគឺវាកើតចេញនៅលើខ្សែវាសនាលើខ្ញុំគូខ្សែវាសនានេះមួយបាទភាគច្រើនណាបាទខ្ញុំនិយាយភាគច្រើនពីព្រោះវាអាចសម្គាល់ទៅលើខ្សែផ្សេងបន្តទៀតប៉ុន្តែខ្ញុំនិយាយកន្លែងនេះគឺតកតងទៅនឹងខ្សែវាសនាបាទបើសិនជាយើងទៅលើមើលទៅលើខ្សែវាសនាបើសិនជាខ្សែវាសនានោះមានការកាត់បាទដូចជាខ្សែនេះឯងមានការកាត់អញ្ចេះបាទនេះគឺកាត់មកខ្ញុំគូឃើញធំតិចចុះបាទខ្ញុំគូខ្សែនៅតូចតិចបាទបងប្អូនឃើញខ្សែកាត់បាទនេះបាទនេះគឺជាប្រភេទខ្សែកាត់លើខ្សែវាសនានេះបាទប៉ុន្តែការកាត់នឹងខុសគ្នាបាទការកាត់ខុសគ្នាយ៉ាងម៉េចបងប្អូនអាចមើលបានបាទខ្សែពណ៌ក្រហមដែលខ្ញុំគូនេះគឺវាកាត់បាទខ្សែពណ៌ក្រហមដែលខ្ញុំគូនេះបាទខ្ញុំគូរង្វង់នៅលើខ្សែនឹងតិចចុះបាទគឺវាកាត់វាចុះដោះចេញពីខ្សែខួរក្បាលកាលណាដោះចេញពីខ្សែខួរក្បាលបាទនេះគឺជាខ្សែខួរក្បាលជាកាលណាខ្សែកាត់នឹងវាដោះចេញពីខ្សែខួរក្បាលមានន័យថាការខាត់បង់ឬក៏ការប៉ះពាល់ទៅលើលុយកាក់បាទឬក៏ខាត់បង់អីផ្សេងទៅទៅនឹងការវិនិយោគអីជាដើមហ្នឹងគឺវាកាត់ឡើងដោយការសម្រេចចិត្តខុសរបស់យើងតាមមានន័យថាវាកាត់ឡើងពីចេញពីខួរក្បាលរបស់យើងគឺតកតងទៅនឹងការសម្រេចចិត្តតកតងទៅនឹងចំណេះដឹងនៅក្នុងខួរក្បាលរបស់យើងនឹងបាទជាងកាលណាយើងសម្រេចចិត្តទៅខុសនឹងនាំឲ្យមានការខាត់បង់វាអាចចេញសញ្ញាបាទចេញពីខ្សែខួរក្បាលមកកាត់ទៅលើខ្សែវាសនាអញ្ចឹងបាទឬក៏ខ្សែខ្លះកាត់ចេញមកជ្រៅចេញពីភពសុកមកតែម្ដងបាទអ្នកខ្លះកាត់ចេញពីទួលអង្គាតែម្ដងភពសុកនេះច្រើនតកតងទៅនឹងគ្រួសារបាទច្រើនតកតងទៅនឹងគ្រួសារឬក៏អាចតកតងទៅនឹងប្តីប្រពន្ធដែរបាទកាត់អញ្ចឹងបាទអញ្ចឹងវាមានប្រភេទកាត់វាផ្សេងទៀតតែបើកាត់ចេញពីខ្សែបេះដូងមានន័យថាដូចជាខ្សែដែលខ្ញុំគូវងលើនេះគឺវាអាចតកតងទៅនឹងមនុស្សដែលយើងស្រឡាញ់បាទធ្វើឲ្យបាត់បង់ទ្រព្យបាទឬក៏មានប្រការណាមួយដែលតកតងទៅនឹងមនុស្សដែលយើងស្រឡាញ់អាចរួមមានកូនបាទរួមមានប្តីប្រពន្ធយើងជាដើមបាទអញ្ចឹងការកាត់នៅលើខ្សែវាសនាឬក៏ការខាត់បង់ទ្រព្យនេះអានេះយើងអាចមើលដឹងមួយចំនួនធំផងដែរប្រភពនៃការខាត់បង់ឬក៏ប្រភពដែលនាំឲ្យមានការខាត់បង់ប៉ុន្តែយើងមិនអាចសុទ្ធតែសន្និដ្ឋានបានត្រឹមត្រូវល្អឥតខ្ចោះ 100% ទាំងអស់នោះទេបាទ